បាទនេះផ្លូវរត់ផ្លូវរត់ទៅទឹង10 ម៉ែត្របាទទៅទឹង10 ម៉ែត្រយើងមើលកន្លែងនេះសិតដីឡូគឺធំបាទដីឡូគឺមានធំមានតូចមានមធ្យមអញ្ចឹងណាបាទហើយផ្លូវនេះគឺផ្លូវ10 ម៉ែត្របាទរីឯដីដែលខ្ញុំលក់នេះមានទំហំក្បាល13 ម៉ែត្រហើយជម្រៅវា50 ម៉ែត្របាទនេះពីបកគោលព្រំនេះមកបកគោលព្រំនេះបាទបកគោលព្រំនេះគឺ13 ម៉ែត្រហើយជម្រៅវា50 ម៉ែត្របាទនៅលើនឹងមានដើមកសាំងមានដើមអំពិលមានដើមត្នោតបាទនេះជាដីបាទដីជាក់ស្ដែងហើយនោះជាផ្ទះប្រជាជនបាទផ្ទះប្រជាជនហើយដំណាំចកាដំណាំអីគាត់នៅទីនេះច្រើនហើយនៅកន្លែងនេះសុវត្ថិភាពល្អណាស់បាទហើយរីឯផ្លូវមុខដីនេះគឺជាផ្លូវរបស់រដ្ឋបាទផ្លូវរបស់រដ្ឋយើងមើលជាក់ស្ដែងនេះផ្លូវរបស់រដ្ឋហើយដីនេះមានចម្ងាយពីផ្លូវជាតិលេខ4មកតែ1 គីឡូទេហើយនឹងចម្ងាយពីរោងចក្រមកប្រហែលជា700 800 ម៉ែត្រពីរោងចក្រនៅជិតនឹងដែរបាទហើយយើងមើលផ្លូវ10 ម៉ែត្រផ្លូវ10 ម៉ែត្រនេះផ្លូវរដ្ឋនឹងហើយឡានចេញចូលបានស្រួលឥឡូវឡានមានឡានគាត់ឡានគេមកហើយបាទឡានយកមកដល់ដីចេញចូលបានស្រួលបាទនេះផ្លូវ10 ម៉ែត្របាទនេះផ្លូវរដ្ឋទៅទឹង10 ម៉ែត្របាទទៅទឹង10 ម៉ែត្រយើងមើលកន្លែងនេះសិតដីឡូគឺធំបាទដីឡូគឺមានធំមានតូចមានមធ្យមអញ្ចឹងណាបាទហើយផ្លូវនេះគឺផ្លូវ10 ម៉ែត្របាទរីឯដីដែលខ្ញុំលក់នេះមានទំហំក្បាល13 ម៉ែត្រហើយជម្រៅវា50 ម៉ែត្របាទនេះពីបកគោលព្រំនេះមកបកគោលព្រំនេះបាទបកគោលព្រំនេះគឺ13 ម៉ែត្រហើយជម្រៅវា50 ម៉ែត្របាទនៅលើនឹងមានដើមកសាំងមានដើមអំពិលមានដើមត្នោតបាទនេះជាដីបាទដីជាក់ស្ដែងហើយនោះជាផ្ទះប្រជាជនបាទផ្ទះប្រជាជនហើយដំណាំចកាដំណាំអីគាត់នៅទីនេះច្រើនហើយនៅកន្លែងនេះសុវត្ថិភាពល្អណាស់បាទហើយរីឯផ្លូវមុខដីនេះគឺជាផ្លូវរបស់រដ្ឋបាទផ្លូវរបស់រដ្ឋយើងមើលជាក់ស្ដែងនេះផ្លូវរបស់រដ្ឋហើយដីនេះមានចម្ងាយពីផ្លូវជាតិលេខ4មកតែ1 គីឡូទេហើយនឹងចម្ងាយពីរោងចក្រមកប្រហែលជា700 800 ម៉ែត្រពីរោងចក្រនៅជិតនឹងដែរបាទហើយយើងមើលផ្លូវ10 ម៉ែត្រផ្លូវ10 ម៉ែត្រនេះផ្លូវរដ្ឋនឹងហើយឡានចេញចូលបានស្រួលឥឡូវឡានមានឡានគាត់ឡានគេមកហើយបាទឡានយកមកដល់ដីចេញចូល